យើងទោះបីយ៉ាងណាក៏ដោយអាចហៅថាជាដំណើរមួយដែលយើងត្រូវរៀនដើររៀនឆ្លងកាត់ដើម្បីក្រៀបជញ្ជក់យកនៅសេចក្តីស្រឡាញ់លត់រំលងភាពស្អប់បង្កើតនៅរឿងល្អបន្សល់ទុកនៅកំណត់ដូចជាចំណេះដឹងនិងបទពិសោធន៍មនុស្សគ្រប់រូបមានជីវិតមួយមានអត្ថន័យផ្សេងគ្នាដូច្នេះចំពោះដំណើររបស់ពួកគេក៏មិនអាចចម្លងគ្នាដែរដំណើរជីវិតតែងតែបង្កប់ឬពោពេញទៅដោយឧបសគ្គពុំនោះវានឹងគ្មានសមិទ្ធផលអ្វីឡើយព្រោះបើមិនពុះពៀគឺធុញផ្នែកដ៏អស្ចារ្យបំផុតនៃជីវិតគឺការឆ្លងកាត់ដំណាក់កាលតស៊ូដូចគ្នានឹងការធ្វើដំណើរតាមផ្លូវដែលរីករាយមិនមែនមកដល់គោលដៅហើយទើបរីករាយទេដំណើរជីវិតពាក់ព័ន្ធសំខាន់នឹងបណ្ដារឿងរ៉ាវនានាដែលកើតមានឡើងនៅតាមផ្លូវពីវ័យក្មេងយុវវ័យវ័យកណ្ដាលនិងចូលចំណាស់ទិដ្ឋភាពទាំងនេះខុសគ្នាហើយដំណោះស្រាយឬការប្រព្រឹត្តក៏តែងតែខុសគ្នាជួនកាលនៅក្នុងការធ្វើដំណើរវែងបំផុតដែលយើងធ្វើពាក់ព័ន្ធលើផ្នែកជីវិតនិងបេះដូងរបស់យើងថាតើយើងចង់ដើរត្រសងជាមួយនឹងអ្នកណាដែលបន្ថែមមកកម្លាំងដល់យើងអ្នកណាវាយើងផ្ដួលអ្នកណាដែលធ្ងន់ពេកយើងត្រូវចាក់ចោលឬក៏អ្នកណាដែលស្ពាយគ្នាជាមួយយើងយោងគ្នាទៅវិញទៅមកមិនចេះបោះបង់បើយើងមើលទៅមើលអ្នកលេងបាល់អាជីពនេះក៏ហាក់បីដូចជាដំណើរមួយនិយាយអំពីការរីកលូតលាស់និងការផ្លាស់ប្ដូរឈានដល់លក្ខខណ្ឌច្បាស់លាស់ជាបញ្ញត្តិរបស់ជីវិតមិនថាយើងពូកែបែបណាខ្លាំងកម្រិតណាយើងនៅតែមិនអាចជោគជ័យរហូតទេយើងប្រឹងរហូតតែជួនក៏ជោគជ័យជួនក៏បរាជ័យពេលវេលាយើងមានខ្លីពេកណាស់សម្រាប់ការបង្កើតគំនិតនិងការរៀនដូច្នេះបានជាការអានសៀវភៅរឹតតែមានតម្លៃនិងជំរុញបានលឿននៃដំណើរជីវិតយើងម្នាក់មានអ្នកស្គាល់គ្នារបស់ខ្ញុំម្នាក់ថ្មីនេះបានទទួលមរណភាពដោយរោគគាពៀតដែលមិនធ្លាប់ស្មានដឹងមុនទេឧបទ្ទវហេតុនេះបានធ្វើឲ្យខ្ញុំគិតច្រើនឡើងអំពីជីវិតនិងរបៀបដែលយើងរស់នៅយើងច្រើនតែជាប់គាំងក្នុងរឿងតូចតាចដែលមិនសំខាន់ហើយមិនយកចិត្តទុកដាក់ចំពោះមនុស្សរញ៉េរញ៉ៃឬបណ្ដារឿងដែលស្មុគដដែលបានជាយើងខាតពេលឬអាចនិយាយថាចិត្តគំនិតយើងជាទូទៅឈប់រីករាយនឹងការធ្វើដំណើរនឿយណាយហត់នឿយវល់គ្មានគោលដៅទោះយ៉ាងណាយើងអាចផ្លាស់ប្ដូររឿងនេះបានអាកំបាំងនៃសុភមង្គលនៅត្រង់នេះគឺការព្រមទទួលយកថាយើងនឹងជួបរឿងខកបំណងពីកន្លែងខ្លះឬមនុស្សខ្លះនិងកលៈទេសៈខ្លះនៅក្នុងជីវិតរឿងនេះមិនសំខាន់ថាយើងអាយុប៉ុន្មានធ្វើអ្វីឬមានលុយប៉ុន្មានទេដំណើររបស់យើងគឺជាមេរៀនតខ្លួនមួយដែលពោពេញដោយហេតុផលដើម្បីរីករាយនឹងការជំរុញលើកទឹកចិត្តប្រសិនបើយើងឈប់លែងប្រៀបធៀបខ្លួនយើងទៅអ្នកដទៃហើយដឹងថាជីវិតមនុស្សមានដំណើរនិងសុភមង្គលខុសគ្នាពេលនោះយើងនឹងរស់នៅពេញលេញឬរបៀបរបស់យើងដោយផ្អែកលើគុណតម្លៃជំនឿសុចរិតរបស់យើងម្នាក់ធ្វើជាយាន